នៅសក់សក់បើឃើញសាកសពញ័រដៃពុតជើងទៅលើទៅខំអីចឹងនឹងតែហូតរីក៏ប៉ុន្តែវាមិនដោយសារតែខ្មោចនោះដោយសារតែអីណាគឺដោយសារតែចលនារបស់សាច់ដុំនៅសល់ប្រតិកម្មសេះសល់របស់ខួរឆ្អឹងខ្នងដែលបណ្ដាលឲ្យពេលខ្លះសាកសពគឺពុតដៃពុតជើងក៏ប៉ុន្តែករណីនេះគឺវាកម្រខ្លាំងមែនតើក៏ប៉ុន្តែឃើញមិនរត់មិនកើតបើអញ្ចឹងអីនេះងល់អ្នកធ្វើកសលវិច័យនឹងចេះតែទ្រាំកើតណាបើសិនបើខ្ញុំវិញងាប់មុនសាកសពទៅទៀតណាអ្នកអរគ្នាមានឆ្ងល់អត់ថាហេតុអីបានជាសិតក្តារណាវាតែងតែដកស្នែករបស់វាចាស់អញ្ចឹងនិយាយរួមទៅមនុស្សជាច្រើនប្រហែលជាគិតថាដោយសារតែវាបណ្ដាលមកពីការខូចខាតស្នែករបស់វាអីក៏ប៉ុន្តែវាមិនមែនដោយសារតែការខូចខាតស្នែកទាំងស្រុងទេគឺដោយសារតែស្នែកនេះគឺវាមានរយៈពេលខ្លីមែនតើក្នុងមួយឆ្នាំវាអត់មានអត្ថប្រយោជន៍ច្រើនពេកទេទើបធ្វើឲ្យវានឹងតម្រូវឲ្យវាដកស្នែកចោលហើយស្នែករបស់វានឹងគឺមានអត្ថប្រយោជន៍តែនៅក្នុងរដូវរួមរយៈប៉ុណ្ណោះឬមួយក៏សម្រាប់ប្រយុទ្ធជាមួយនឹងដៃគូអីអញ្ចឹងទៅហើយនៅពេលដែលរដូវរួមរយៈបានបញ្ចប់ទៅកម្រិត testosterone របស់វានឹងក៏ធ្លាក់ចុះដែលបណ្ដាលឲ្យស្នែករបស់វាជ្រុះតាមបែបធម្មជាតិទៅ